បាទខ្ញុំបាទសូមជម្រាបសួរបាទពុកម៉ែបងប្អូនអំពូមីនទាំងអស់គ្នាបាទស្វាគមន៍សាជាថ្មីមកកាន់ Channel ប្រភេទដើមឈើកម្ពុជាបាទថ្ងៃនេះសូមបន្តអារម្មណ៍ពុកម៉ែបងប្អូនបាទមកទស្សនាក៏ដូចជាមកស្វែងយល់នៅដើមឈើមួយប្រភេទទៀតបាទដែលមានទៅដើមឈើមួយប្រភេទនេះអាចមានពុកម៉ែបងប្អូនស្គាល់ច្រើនបាទពីព្រោះវាមានវត្តមានសឹងតែគ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជាយើងបាទពាក់ព័ន្ធនឹងដើមមួយនេះដែរគឺមានឈ្មោះថាដើមត្របែកព្រៃបាទមែនតើទៅដើមត្របែកព្រៃនេះអាចមានដុះនៅតំបន់ខ្ពង់រាបក៏ដូចជាតំបន់ភ្នំបាទប៉ុន្តែបច្ចុប្បន្នមានដុះនៅក្នុងបាទប្រទេសកម្ពុជាយើងសឹងគ្រប់ទីកន្លែងបាទដោយសារតែបច្ចុប្បន្នគេយកវាទៅដាំបាទឬក៏បណ្ដុះឬក៏ដាំដើម្បីលម្អនៅតាមសួនសាធារណៈក៏ដូចជានៅតាមផ្លូវបាទដើម្បីបានជាមលុបហើយនៅលម្អវាដោយសារតែដើមត្របែកព្រៃនេះបាទវាមានការស្រស់ស្អាតបាទខ្ញុំសូមបង្ហាញក៏ដូចជាពិពណ៌នាអំពីបាទលក្ខណៈទូទៅបាទរបស់ដើមត្របែកព្រៃបាទចំពោះដើមត្របែកព្រៃនេះភាគច្រើនដុះនៅតំបន់ខ្ពង់រាបនិងតំបន់ភ្នំបាទនឹងតាមធម្មជាតិរបស់វាបាទបច្ចុប្បន្នគេអាចបដិវាយកទៅដាំនៅតាមទីសាធារណៈបានបងប្អូនបាទហើយទី2ជាប្រភេទឈើធន់មធ្យមបាទមិនធំហើយក៏មិនតូចបាទវាអាចមានកម្ពស់ចាប់ពី5ទៅ15ម៉ែត្របាទហើយមកកាត់វាវិញគឺវាអាស្រ័យទៅតាមអាយុនៃឈើបាទវាអាចមានមកកាត់ពី20ទៅ30សង់ទីម៉ែត្រអីហ្នឹងបងប្អូនបាទហើយចំពោះមួយទៀតគឺលក្ខណៈសម្គាល់របស់ស្លឹកបាទស្លឹកត្របែកព្រៃគឺវាមានទំហំប្រហែលជាខ្ទង់ប្រហែលប៉ុន្មានដៃបងប្អូនបាទនឹងស្មើនេះបងប្អូនប្រហែលជាប៉ុន្មានដៃហើយវាមានលក្ខណៈរលោងបាទរលោងហើយនឹងមានពណ៌បៃតងបាទពណ៌វាគឺបៃតងបាទវាអាស្រ័យទៅលើស្លឹកចាស់ស្លឹកខ្ចីដែរពុកម៉ែបងប្អូនបាទបើសិនជាស្លឹកចាស់វាអាចរាងពណ៌បៃតងចាស់បាទបើស្លឹកថ្មីគឺវាមានពណ៌បៃតងរាងខ្ចីបន្តិចបាទហើយមួយទៀតគឺខ្ញុំចង់បង្ហាញអំពីអត្ថប្រយោជន៍បងប្អូនបាទអត្ថប្រយោជន៍នៃដើមត្របែកព្រៃនេះគឺទី1គេអាចយកវាទៅដាំលម្អបងប្អូនបាទហើយទី2គឺគេអាចយកវាទៅផ្សំជាឱសថសម្រាប់ជាបាលជំងឺផ្សេងបានបាទតាមសៀវភៅឱសថបុរាណខ្មែរគឺដើមត្របែកព្រៃនេះគេអាចយកទៅផ្សំជាឱសថជាបាលជំងឺផ្សេងដូចជាបាទទឹកនោមផ្អែមបាទជាជំងឺរាគអីជាដើមនៅមានច្រើនទៀតបងប្អូនបាទប៉ុន្តែខ្ញុំសូមមិនលម្អិតអំពីនៃការប្រើប្រាស់ឬក៏ផ្សំជាឱសថទេបាទគ្រាន់តែខ្ញុំចង់បង្ហាញអំពីលក្ខណៈសម្គាល់បាទទូទៅបាទនៃដើមត្របែកព្រៃតែប៉ុណ្ណោះបាទដើម្បីចែករំលែកដល់បាទអ្នកដែលមិនទាន់បានស្គាល់ក៏ដូចជាកូនក្មេងជំនាន់ក្រោយបាទដែលមិនទាន់បានស្គាល់បាទចំណែកលក្ខណៈសម្គាល់នៃផ្កាវាវិញបាទនេះគឺជាផ្កាត្របែកព្រៃបាទវាមានរូបរាងបែបនេះគឺចំពោះផ្កាវាគឺវាមានលក្ខណៈជាតងបាទជាតងវែងបាទហើយពេលវារីកទៅគឺវាមានផ្កាពណ៌បាទផ្កាឈូកពណ៌សពណ៌ផ្កាឈូកលីពណ៌ស្វាយបាទដូចបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺនេះជាលក្ខណៈបាទពណ៌ឬក៏ជាសម្រស់នៃផ្កាត្របែកព្រៃដែលគេនិយមយកទៅដាំលម្អនៅតាមសួនសាធារណៈហ្នឹងពុកម៉ែបងប្អូនបាទហើយបើសិនជាពុកម៉ែបងប្អូនដើរនៅតាមព្រៃក៏តាមសួនឃើញផ្កាពណ៌បែបនេះមានទ្រង់ទ្រាយបែបនេះវាគឺជាផ្កាបាទត្របែកព្រៃហើយបាទហើយមួយទៀតតកតងនឹងផ្លែវាបងប្អូនបាទ
bài chỉ bùng mang ôn đôi chỉ mình bằng cõi đại mình mang squat bài chỉ ai ngó là hay đấy play mà tầm bài free ở đôi tầm bài sọc mà mình tên thấy mua sự điên cái đôi cái mà mỗi con là play mỗi con là sọc bàn tay thang là phía tiền đám mà tiền slug tiền play cứ khóc nhiều mà tiền ca cứ khóc nâng tầm bài sọc đại tầm đó mà đi chỉ play vì túm của mày buồn mà tại vì túm cứ mình nhận nặng ở bàiนี้mà bà hay chăm rap bài sọc cứ miền ca hay còn fly hay là đám cứ không còn bài đấy cứ ở đôi khi tết đôi khi trong tại poa đây vùng mày buồn mà đám poa sò đôi khi mà slack poa bài toàn đôi khi bàn tay tầm hôm slack có đôi khi này vùng mày buồn mà xong mình chạy trắng cứ cái lô miền vùng mày bằng bông của đôi dịch mình còn còi mà quạt ngon mà thả đào được bài đấy mà dạng mấy màn thì mình đôi là bài sọc chẳng hết mà như chi là cái đào mía mà đào sầm bọ bên miền bò xó mà đi bọc thấy mà nâng miền đi cầm áo tích mà vì ở sai tam mà đào thống đào tôi đẹp mà thầy video hoặc cho mình là phần năng nghiệp ngày bốn mà sự cầm tập ngày bốn chui chơi subscribe của đội chơi đủ nắng tầm bày chạy lại đào mình chừng còn cao là bàn squat làm phí mà lạ nạ tu tơ này đang tập bài play bà đôi chị xâm lên rồi mình sâu chữ bạc mà chừng sọn tình chừng số mà chia sẻ cùng bài bốn mà chụp nhầm nâu video cao chết mà họ cùng